ចាជាដំបូងនាងខ្ញុំសូមគោរពជម្រាបសួរលោកគ្រូអ្នកគ្រូដូចជាសួស្តីបងប្អូនថ្នាក់ទី11ទាំងអស់គ្នានាងខ្ញុំឈ្មោះជួនសីហាចាថ្ងៃនេះផងដែរខ្ញុំនឹងលើកពិសោធន៍មួយមកធ្វើការបង្ហាញដែលស្ថិតនៅក្នុងជំពូកទី5មេរៀនទី3សមាសធាតុកាល់ស្យូមចំណុចទី4អំបិលកាល់ស្យូមនានាក្រោមប្រធានបទប្រតិកម្មរវាងកាល់ស្យូមកាបូណាតជាមួយនឹងអាស៊ីតក្លរិត្រិកគោលបំណងនៃការធ្វើពិសោធន៍នេះគឺដើម្បីកំណត់អត្តសញ្ញាណកម្មឧស្ម័នកាបូឌីអុកស៊ីតដែលបានមកពីប្រតិកម្មកាល់ស្យូមកាបូណាតជាមួយនឹងអាស៊ីតក្លរិត្រិកបានត្រឹមត្រូវតាមរយៈការធ្វើពិសោធន៍ចាដោយដែលយើងបានដឹងរួចមកហើយថាឧស្ម័នកាបូឌីអុកស៊ីតគឺជាឧស្ម័នមួយដែលគេប្រើវាដាក់ទៅក្នុងភេសជ្ជៈដើម្បីបង្កើនរសជាតិរបស់ភេសជ្ជៈនិងធ្វើឲ្យយើងពេលដែលយើងញ៉ាំទៅឲ្យអារម្មណ៍របស់យើងស្រស់ស្រាយចាអញ្ចឹងតើប្រតិកម្មរវាងកាល់ស្យូមកាបូណាតជាមួយនឹងអាស៊ីតក្លរិត្រិកទទួលបានឧស្ម័នកាបូឌីអុកស៊ីតពិតមែនដែរឬទេចាអញ្ចឹងយើងទៅតាមដានការពិសោធន៍ទាំងអស់គ្នាចាអញ្ចឹងមុននឹងឈានដល់ការពិសោធន៍យើងត្រូវចាមានអាវពិសោធន៍ពីអាវពិសោធន៍ស្រោបដៃម៉ាស់ដើម្បីការពារសុវត្ថិភាពក្នុងពេលធ្វើពិសោធន៍ចាអញ្ចឹងឧបករណ៍ពិសោធន៍របស់យើងមានដូចជាស៊ីឡាំងក្រាត់ស្លាបព្រាសម្រាប់ដួសសារធាតុហើយកែវអ៊ីតឡែនមានខ្នែងទុយោឆ្នុកចាសារធាតុគីមីមានដូចជាកាល់ស្យូមអ៊ីដុកស៊ីតចាទឹកទាជាមួយនឹងម្សៅកាល់ស្យូមកាបូណាតចាចូលមកដល់ដំណើរការពិសោធន៍ដំបូងយើងត្រូវរៀបចំកែវអ៊ីតឡែនដែលមានភ្ជាប់ដោយចាទុយោរួចជាស្រេចចាបន្តមកទៀតគឺយើងត្រូវវាល់ solution ចាអាស៊ីតក្លរិត្រិករបស់យើងគឺទឹកទាហ្នឹងចំនួន30មីលីលីត្រចាបន្តមកទៀតយើងផ្ទេរ solution របស់យើងចូលទៅក្នុងកែវអ៊ីតឡែនចាបន្តមកទៀតគឺយើងដាក់ក្រាមកាល់ស្យូមកាបូណាតចំនួន1ស្លាបព្រាចាហើយយើងបិទឆ្នុកបន្ទាប់មកយើងយកទុយោរបស់យើងដាក់ចូលទៅក្នុង solution ទឹកកំបោរថ្លារបស់យើងហើយសង្កេតមើលប្រតិកម្មចាយើងឃើញថាមានពពុះឧស្ម័នកាត់ឡើងចាអញ្ចឹងយើងសង្កេតឃើញថាប្រតិកម្មរបស់យើងគឺចាវាបានបញ្ចប់ហើយនៅវាអត់ពពុះទៀតទេអញ្ចឹងឃើញថាទឹកកំបោរថ្លារបស់យើងចាប្រែទៅជាល្អក់ចាអញ្ចឹងយើងសង្កេតឃើញថាទឹកកំបោរថ្លារបស់យើងកាលពីប្រតិកម្មចំវាទឹកកំបោរថ្លាប្រែទៅជាល្អក់បើយើងធៀបជាមួយនឹងចាទឹកកំបោរថ្លាដែលយើងបានធ្វើប្រតិកម្មអញ្ចឹងឃើញថាវាខុសគ្នាអញ្ចឹងការពិសោធន៍របស់ខ្ញុំបានមកដល់ទីបញ្ចប់ជាចុងក្រោយខ្ញុំសូមអរគុណដល់លោកគ្រូអ្នកគ្រូក៏ដូចជាសិស្សានុសិស្សទាំងអស់គ្នាដែលបានតាមដានទស្សនាការពិសោធន៍របស់ខ្ញុំតាំងពីដើមរហូតដល់ចប់ចា៎ជម្រាបលា